ngàyនេះhiện playติខ្ញុំនឹងនាំអ្នកគ្នាមកមើលពីដំណើរការសកម្មភាពមុនពេលដែលថត live podcast សូជាដំបូងពួកយើងត្រូវបើកភ្លើងក៏ដូចជាសេរីភ្លើងសិនព្រោះថាភ្លើងក៏ជាផ្នែកមួយដែលដើរតួសំខាន់នៅក្នុងវីដេអូរបស់យើងដែរអញ្ចឹងកាលណាដែលយើងសេរីពន្លឺភ្លើងឲ្យបានត្រឹមត្រូវវីដេអូរបស់យើងក៏ស្អាតនិង quality ទៅតាមនឹងយើងក៏មកបើកភ្លើងដែលនៅ background របស់យើងដើម្បីតាំងលម្អដូចគ្នាបន្ទាប់មកយើងក៏ចាប់ផ្ដើមបើកនៅ screen ទូក៏ដូចជាឧបករណ៍ផ្សេងៗដែលពាក់ព័ន្ធជួយជំរុញឲ្យដំណើរការនៃការ live podcast របស់យើងដំណើរទៅបានដោយរលូនក្រឡេកមកមើលវិធីការនេះប្រចាំ studio ណាគេ FM 235របស់យើងវិញពេលដែលចាប់ផ្ដើមក្នុងការថតពួកគាត់ក៏ត្រូវរៀបចំដូចគ្នាក៏ដូចជាវិធីការនេះរបស់យើងពួកគាត់ត្រូវរៀបចំ make up តុបតែងខ្លួនរៀបចំធ្វើសក់និងតុបតែងខោអាវឲ្យមើលមកសមរម្យនិងស្អាតស័ក្តិសមជាវិធីការនេះប្រចាំ studio ណាគេ FM 235របស់យើងក្រឡេកមកមើលវិធីការប្រចាំ studio របស់យើងវិញម្ដងគាត់ត្រូវរៀបចំខ្លួនមិនឲ្យចាញ់នឹងវិធីការនេះរបស់យើងប្រហែលដែរតបមកយើងក៏ចាប់ផ្ដើមបើកនឹងសេរីនៅប្លង់កាមេរ៉ាក៏ដូចជាសេរីនៅម៉ៃចំណែកវិធីការនេះរបស់យើងក៏ចាប់ផ្ដើម rehearsal ជាបណ្ដាយើងក៏បានមក check នៅភ្លើងជាម្ដងទៀតដូចគ្នាហើយបន្ទាប់មកទៀតពួកយើងក៏ធ្វើការ test sound ដើម្បី make sure ថាសំឡេងឮច្បាស់ល្អហើយនេះគឺជារូបភាពនៅពីក្រោយកាមេរ៉ាដែលបងបាន rehearsal មុនពេលដែលគាត់បានធ្វើការ live podcast គាត់បានត្រៀមនៅវិធានបទនៃការនិយាយនិងសំណួរសប្បាយខ្លីៗខ្លះជួយញ៉ាំបាយអាកាសកម្មវិធីឲ្យសប្បាយថាមួយកម្រិតទៀតបន្ទាប់ពីពួកយើងរៀបចំនិងត្រៀមខ្លួនឲ្យអស់ហើយពួកយើងក៏ចាប់ផ្ដើមធ្វើការ live មែនតើណាក្រឡេកទៅមើលវិធីការនេះរបស់ពួកយើងវិញណាពួកគាត់ម្នាក់ៗមានភាពប៉ិនប្រសប់ក្នុងការនិយាយខ្លាំងមែនតើដែលធ្វើឲ្យអ្នកមើលការ live podcast នេះហាមានជាការជួយចិត្តដល់អារម្មណ៍ក្នុងការទស្សនាយ៉ាងខ្លាំង